ពុកបាពុកគ្មានប្រាក់សងលោកសេដ្ឋីទេពុកលោកខ្ញុំធ្វើជាទាសកររបស់គាត់តែម្ដងទៅពុកតែការដែលធ្វើជាទាសករគេវាពិបាកណាស់ណាកូនមិនខ្លាចទេពុកកូនអាចធ្វើបានម្យ៉ាងកូនល្បីថាលោកសេដ្ឋីនិងសេដ្ឋីនេះចិត្តល្អណាស់លោកទាំងពីរមកជាមកធ្វើបាបកូនទេអូនលំអងបងមកវិញហើយបងមកវិញហើយមែនទេបងហត់ទេបងមកអង្គុយសិនទៅអូនដួលបង្អែមឲ្យបងហូបណាបងមិនបាច់ទេបងហូបរួចហើយអូនត្រូវហើយអូននេះគឺជារៀមនួននាងជាអ្នកបម្រើថ្មីដែលសុំមកធ្វើការកាត់ប្រាក់ដែលឪពុកជំពាក់តើអូនចាត់ចែងនាងបែបណាដែរអូនសួរនាងបន្តិចសិនតើនាងចេះខ្វៀលក្របីទេចាចេះលោកសេដ្ឋីនេះបើអញ្ចឹងនាងតែខ្វៀលក្របីចិញ្ចឹមប្រពែនៅកសិដ្ឋានចុះជួយផងមានគេចូលមកបំពេញខ្ញុំហើយនាងគុំយំអីយើងអត់បានឃើញអីទេតែខ្ញុំអៀនណាខ្ញុំខ្មាស់លោកណាគុំយំអីគុំយំអីណាគុំយំមែនហើយតែខ្ញុំមានអ្វីត្រូវយំនោះបើខ្ញុំស្រឡាញ់លោកជាយូរមកហើយនឹងរឿងនាងចងពៀគ្រប់ជាតិមានដំណាលមួយនិទានមកថាលោកសេដ្ឋីមានទ្រព្យច្រើនណាស់ហើយអ្នកស្រុកម្នាក់សុទ្ធតែជំពាក់ប្រាក់លោកគ្រប់គ្នានៅផ្ទះលោកសេដ្ឋីពិសិដ្ឋត្រេនថ្ងៃនេះយើងដូចជាចង់ទៅទារប្រាក់ពីអ្នកស្រុកជាមួយឯងដែរព្រោះយើងពិតជាអបសុកណាស់បាទទៀនបើអញ្ចឹងចាំខ្ញុំរៀបចំជូនតែថាលោកសេដ្ឋីមានការអីបន្ថែមមែនទេតើលោកសេដ្ឋីនេះនឹងជើញទៅជាមួយដែរទេលោកសេដ្ឋីជួនគ្នាល្មមសេដ្ឋីនេះលំអងក៏បានដើរមកដល់នេះត្រែននឹងបងកំពុងនិយាយគ្នាពីរឿងអីដែរខ្ញុំមកកាត់សង្វាក់មែនទេបងអត់ទេអូនមកចំពេលល្អណាស់គឺត្រេនគេបានសួរបងថាតើអូននឹងទៅតាមទារប្រាក់អ្នកភូមិជាមួយបងដែរទេនឹងណាតើអូនទៅទេគឺអញ្ចឹងសោះអត់ទេបងទៅចុះបើអញ្ចឹងអូននៅផ្ទះចុះថ្ងៃត្រង់តិចបងមកវិញហើយចាបងបើអញ្ចឹងអូននឹងធ្វើបង្អែមសណ្តែកក្រហមជូនបងពិសាផងដែរណាមែនទេប្រសើរណាស់បងកំពុងតែនឹកឃ្លានល្មមខ្ញុំគិតថាលោកសេដ្ឋីនឹងទៅតែមួយផ្លែតទេក៏មកវិញហើយហេតុព្រោះអ្វីទៅនៃត្រេនព្រោះថាលោកសេដ្ឋីចង់ភ្លក់ស្នាដៃសេដ្ឋីនេះនោះអីម្យ៉ាងទៀតលោកសេដ្ឋីមិនអាចបែកពីសេដ្ឋីនេះបានយូរទេនេះត្រេនប្រសពនិយាយណាបានហើយត្រេនកុំនិយាយច្រើនពេកតែខ្ញុំនិយាយនេះសុទ្ធតែជាការពិតតាបើនៅនិយាយទៀតថ្ងៃរះខ្ពស់ឥឡូវហើយបាទសុំជើញទៀនបងទៅហើយណាចាស់បងថ្ងៃនោះនេត្រេនបាននាំលោកសេដ្ឋីទារប្រាក់ពីផ្ទះមួយទៅផ្ទះមួយចំណែកតាចោមក្រោយបានដឹងដំណឹងនេះគាត់ក៏ពិបាកចិត្តជាខ្លាំងនៅផ្ទះតាចោមព្រះអើយលោកសេដ្ឋីនឹងមកដល់ឥឡូវហើយខ្ញុំពិបាកចិត្តណាស់គិតបែបណាទៅបើគ្មានប្រាក់សូមបីតែមួយសេនផងនឹងការព្រួយបារម្ភនេះរៀមនួនឮហើយក៏បានដើរមកនិងបាននិយាយថាពុកតាមពុកពិបាកចាត់រឿងប្រាក់ជំពាក់លោកសេដ្ឋីទៀតហើយមែនទេគឺមែនហើយកូនពុកបើពុកគ្មានប្រាក់សងលោកសេដ្ឋីទេពុកលោកខ្ញុំធ្វើជាទាសកររបស់គាត់តែម្ដងទៅពុកតែការដែលធ្វើជាទាសករគេវាពិបាកណាស់ណាកូនមិនខ្លាចទេពុកកូនអាចធ្វើបានម្យ៉ាងកូនល្បីថាលោកសេដ្ឋីនិងសេដ្ឋីនេះចិត្តល្អណាស់លោកទាំងពីរមកជាមកធ្វើបាបកូនទេពុកដឹងតែពុកមិនចង់ឲ្យកូនទៅធ្វើជាបាវព្រាវគេទេធ្វើជាបាវព្រាវក៏ដោយចុះកុំឲ្យទៅលួចគេមិនចឹងមែនទេលោកពុកក្រែងនេះជាសម្ដេចដល់ពុកប្តៅកូនមែនទេហើយពុកសុំទោសណាដែលកូនត្រូវមកលំបាកដោយសារតែរឿងនេះមិនអីទេពុកព្រោះពុកក៏លំបាកដោយសារតែការចិញ្ចឹមកូនជាយូរឆ្នាំដែរហើយទុកឋាននេះជាការសងគុណពុកវិញតិចចុះដល់ពេលវេលាដែលលោកសេដ្ឋីនិងនាយត្រេនក៏បានមកដល់ល្មមតាចោមហើយយ៉ានៅមុខផ្ទះល្មមនេះតាបានត្រៀមប្រាក់សងឲ្យមែនទេជម្រាបសួរលោកសេដ្ឋីជម្រាបសួរបងត្រេន
កូនស្រីតាចំសំសួននួនចំណៃស្រីគ្រប់លាក់ពិតមែនណអអរគុណណាបង មកឲ្យប្រាក់មកអញ្ចឹងគឺថាណែ សូមអធិស្ឋានផងលោកសថីគ្រួសារខ្ញុំអត់មានប្រាក់សងទេ ថាម៉េចចង់មានន័យថាម៉េចកិច្ចវេះឬក៏ពញាពេលមែនទេ សូមស្ដាប់ខ្ញុំសិនគ្រួសារខ្ញុំអត់មានប្រាក់គ្រប់ទេបើបែបនោះខ្ញុំចង់សុំក្តីអនុគ្រោះដល់លោកសថីដើម្បីមានការដោះដូរផងតើបានទេ តើនាងចង់ដោះដូរអ្វីដែរ លោកសថីសូមយកខ្ញុំធ្វើជាកម្មករបើបំរើផងទៅខ្ញុំនឹងឧស្សាហ៍ព្យាយាមមិនខ្ជិលទេសូមតែលោកកាត់កងប្រាក់ជំពាក់ចុះ តើនាងចេះធ្វើការអីខ្លះ ចានាងខ្ញុំចេះធ្វើកិច្ចការក្នុងផ្ទះបាយទាំងអស់បន្ថែមពីនោះចិញ្ចឹមសត្វថែសួនថែដំណាំខ្ញុំធ្វើបានទាំងអស់ បើអញ្ចឹងគិតចេះចុះខ្ញុំនឹងយកនាងធ្វើជាបាវបំរើកាត់កងប្រាក់ក៏បានត្រេនជួយចាត់ចែងផង សូមអរគុណលោកសថីដែលមេត្តាគ្រួសារខ្ញុំបែបនេះសូមអរគុណមែនទែនគុណនេះខ្ញុំមិនភ្លេចនោះទេ បើអញ្ចឹងចាប់ពីពេលនេះទៅនាងនឹងក្លាយទៅជាអ្នកបម្រើផ្ទះលោកសថីហើយនាងហាមខ្ជិលពុំនោះទេប្រាក់ដែលជំពាក់គឺមួយជីវិតនេះសងមិនអស់ទេ ចាខ្ញុំដឹងហើយខ្ញុំមិនខ្ជិលទេពុកក៏លាហើយណាពុកថែខ្លួនផង បាទកូនសូមកូនជួបតែសុខសប្បាយចុះណា ចាពុក ថ្ងៃនោះរៀមនួនលាឪពុកហើយនាងក៏បានធ្វើដំណើរទៅជាមួយនឹងលោកសេដ្ឋីទាំងក្តីអាល័យនិងក្តីបារម្ភផងដែរនៅផ្ទះលោកសេដ្ឋីអូនលំអងបងមកវិញហើយ បងមកវិញហើយមែនទេបងហត់ទេបងមកអង្គុយសិនទៅអូនដួលបង្អែមឲ្យបងហូបណាបង មិនបាច់ទេបងហូបរួចហើយអូនត្រូវហើយអូននេះគឺជារៀមនួននាងជាអ្នកបម្រើថ្មីដែលសុំមកធ្វើការកាត់ប្រាក់ដែលឪពុកជំពាក់តើអូនចាត់ចែងនាងបែបណាដែរ អូនសួរនាងបន្តិចសិនតើនាងចេះខ្វៀលក្របីទេចាចេះលោកសថីនេះបើអញ្ចឹងនាងតែខ្វៀលក្របីចិញ្ចឹមប្រពែនៅកសិដ្ឋានចុះចាលោកស្រី តែអូនបងថាទីនោះវាដូចជាឆ្ងាយនឹងស្ងាត់ណាស់នាងក៏ជាស្រីអាចនឹងមានគ្រោះថ្នាក់បានណា អូនមើលទៅនាងអាចធ្វើបានហើយក៏ឆ្លាតនឹងចេះមើលថែខ្លួនឯងដែរនាងធ្វើគឺសមហើយមែនហើយលោកសថីនេះមានប្រសាសន៍ត្រូវហើយខ្ញុំអាចធ្វើបានណាលោកសថីសូមកុំបារម្ភអី បើអញ្ចឹងតាមតែអូនចុះនាយត្រេនជូននាងទៅបានទៀនពេលនោះសេដ្ឋីនីក៏បានគិតថា នាងមើលទៅមិនអន់ទេសុភាពលាក់ល្បិចពុតត្បុតណាស់ដូច្នេះនាងមិនអាចលើចិត្តប្តីខ្ញុំទេ ចំណែកនាងរៀមនួនក៏បានគិតដូចគ្នាដែរថា បើឲ្យធ្វើការដល់ស្លាប់ទៀតក៏មិនអាចរួចផុតពីបំណុលដែរបើបែបនោះមែនមានតែលេងផ្លូវកាត់ទៅអាចសម្រេច តែនាងគិតអីឆាប់ដើរទៅ ចាបងចា វេលាកន្លងទៅមិនយូរទេនាងរៀមនួនចាប់ផ្ដើមអនុវត្តផែនការហើយនៅខ្ទមស្នាក់របស់នាងរៀមនួន តាមដានលោកសថីគឺតែងតែមកតាមផ្លូវនេះបើបែបនោះខ្ញុំនឹងយកចិត្តគាត់ឲ្យបានចុះ ពិតជាដូចការស្មានរបស់នាងគិតមែនដូចនេះនាងរៀមនួនគ្រាន់តែឃើញសេដ្ឋីដើរមកនាងបានស្រែកថា ជួយផងមានគេចូលមកបំពេញខ្ញុំហើយ ឮបែបនេះសេដ្ឋីក៏បានដើរមកជិតបន្តិចរួចក៏បាននិយាយសួរថារៀមនួនតើនាងមានរឿងអីមិនក៏ស្រែកថាមានគេបំពេញនាងបែបនេះ សំទោសលោកសថីមុននេះខ្ញុំស្មានថាជាចៅតាមពិតគឺលោកសោះតែថាលោកសថីមុននេះខ្ញុំរៀបនឹងងូតទឹកហើយបើបែបនោះមានន័យថា នាងកុំយំអីយើងអត់បានឃើញអីទេ តែខ្ញុំអៀនណាខ្ញុំខ្មាស់លោកណា កុំយំអីកុំយំអីណាកុំយំ មែនហើយតែខ្ញុំមានអ្វីត្រូវយំនោះបើខ្ញុំស្រឡាញ់លោកជាយូរមកហើយនឹងទោះថារូបកាយក៏ខ្ញុំព្រមប្រកល់ជូនលោកដែរ តើនាងនិយាយនេះ សំទោសលោកសថីដែលខ្ញុំនិយាយពាក្យពិតចេញពីក្នុងចិត្តបែបនេះខ្ញុំដឹងថាខ្ញុំមិនសមនឹងលោកទេតែនេះវាជាការពិតណាខ្ញុំសំទោស នាងរៀមនួនកាន់តែមាយា
លោកសេដ្ឋីកាន់តែសម្លឹងនឹងបាននិយាយថាតើនាងពិតជាស្រឡាញ់យើងមែនទេចាគឺមែនហើយបើអញ្ចឹងមកតាមយើងមកយើងនឹងយកនាងជាប្រពន្ធទី2ចុះតើនេះជាការពិតមែនទេតើខ្ញុំនឹងមានប្រាក់សងលោកសេដ្ឋីមែនទេខ្លាយជាប្រពន្ធទី2យើងហើយប្រាក់ជំពាក់គឺមិនមានទេផ្ទុយទៅវិញយើងក៏ផ្គត់ផ្គង់គ្រប់យ៉ាងចំណែកតាចោមក៏មិនក្រទៀតដែរពិតជាអរគុណលោកសេដ្ឋីខ្លាំងណាស់បើអញ្ចឹងខ្ញុំសូមអម្រើលោកឲ្យអស់ពីចិត្តសូមលោកកុំអារម្មណ៍អីគឺពិតហើយថ្ងៃនោះសេដ្ឋីក៏នាំរៀមនួនទៅផ្ទះធំនិងបាននិយាយប្រាប់សេដ្ឋីនេះថាអូនលំអងបងមានរឿងចង់និយាយជាមួយអូនគឺខ្ញុំនិងលោកសេដ្ឋីបានជ្រុលជ្រោះនឹងគ្នាមុននេះហើយសូមសេដ្ឋីនេះយកជល់ចែកប្តីឲ្យខ្ញុំផងថាម៉េចតើនេះជាការពិតដូចនាងនិយាយទេបងសេដ្ឋីមិនក៏បងធ្វើបែបនេះដាក់អូនអញ្ចឹងទៅកើតហ៎ហេតុអីកុំយំអីបងជាសេដ្ឋីប្រពន្ធ2 3មានអីត្រូវខុសបានហើយបងសម្រេចចិត្តហើយគឺបងយកនាងរៀមនួនធ្វើជាប្រពន្ធទី2ក្នុងថ្ងៃនេះតែម្ដងបានជាបងសម្រេចបែបនោះហើយអូនក៏មិនថាអីដែរតែថាអូនភ្លាមទៅភ្ញាក់ផ្អើលប៉ុណ្ណោះសំបងកុំខឹងនឹងអូនអីណាបែបនោះកុំយំទៀតអីអ្នកបងព្រោះពួកយើងត្រូវចេះស្រឡាញ់គ្នាមិនចឹងទេមែនទេអ្នកបងអូនរៀមនួននិយាយត្រូវហើយអូនកុំយំអីអូនទៅសម្រាកចុះចំណែកបងសុំនៅជាមួយអូនរៀមនួនសិនតោះអូនកុំតន់តក់កុហលអីបងសេដ្ឋីអូននិយាយគ្នាជាមួយនឹងបងស្រីសិនអូនចង់សុំការណែនាំពីគាត់ណាបងបើអញ្ចឹងបងទៅសម្រាកមុនហើយណាអូនកុំនៅយូរពេកចាបងរៀមនួនស្លូតនិងទន់ភ្លន់ណាស់តែពេលសេដ្ឋីដើរចេញនោះរៀមនួនក៏បានបញ្ចេញកន្ទុយនិងនិយាយថាអ្នកបងកុំដឹងហោះអីកុំមុខក្រហមកុំចិត្តចង្អៀតអីណាមើលចុះមកបងជ្រួញអស់ហើយអូយព្រះអើយបងកុំខឹងតើបងខឹងមែនទេបងកុំខឹងអីបញ្ចេញកំហឹងមកនាងជឿថាខ្ញុំវាយនាងទេថាម៉េចនេះបងស្រីដែលគេល្បីថាចិត្តល្អនោះមែនទេមិនក៏កាចខ្លាំងម្ល៉េះចាញ់កតុយឲ្យមែនទេចាញ់ភ្លាមទៅខ្ញុំទៅប្រកាសណាលីហើយណាជូនពរឲ្យក្រៀមក្រោះដល់ស្លាប់ទៅចុះនាងថ្ងៃនោះសេដ្ឋីនីលំអងខឹងខ្លាំងណាស់នាងយំហើយបាននិយាយថាយើងថាហើយនាងពិតជាបានបញ្ចេញកតុយពិតមែននាងពិតជាមានកម្រងយកប្តីរបស់យើងតាំងពីដំបូងចាំមើលចុះយើងមិនឲ្យនាងបានសុខទេនិយាយហើយសេដ្ឋីនីក៏ហៅនាយត្រេននិងបាននិយាយថាឯងយកអាហារមួយចំនួនមកតែយកធ្វើអីទៅលោកសេដ្ឋីនីឯងយកសិនមកខ្ញុំចង់ធ្វើល្អដាក់បងសេដ្ឋីនឹងណាទោះបីតែថាខ្ញុំមិនសប្បាយចិត្តនឹងប្តីខ្ញុំមានថ្មីតែខ្ញុំមិនអាចគ្មានទឹកចិត្តទេមែនហើយខ្ញុំស្គាល់លោកសេដ្ឋីនេះច្បាស់ណាស់គេថាលោកសេដ្ឋីនេះចិត្តល្អបើអញ្ចឹងយកទៅឲ្យគាត់ផងចុះហើយប្រាប់ថាខ្ញុំមិនស្រួលខ្លួនទៅមិនបានទៅបានទៀនជាច្រើនលើកច្រើនសារសេដ្ឋីនេះតែងតែធ្វើល្អរហូតដំបូងរៀមនួនក៏ព្រួយចិត្តព្រោះខ្លាចសេដ្ឋីនេះបំពុលតែធៀបពិតអត់ទេដូច្នេះយូរទៅនាងក៏លែងគិតច្រើនទៀតហើយ3 ខែក្រោយមកលោកប្តីអូនមានរឿងចង់ប្រាប់ណាតើមានរឿងអីហើយមិនក៏អូនរីករាយម្លេះបងទៅមកពីពិភាក្សាការងារបងសុំសម្រាប់សិនហើយបងមិនដឹងទេមែនទេកុំសម្រាប់អីបងស្ដាប់សិនទៅថាអូនរៀមនួននឹងណានាងមានផ្ទៃពោះ1 ខែហើយមែនហើយបងគឺអូនមានផ្ទៃពោះហើយណាពិតមែនហ៎បងសប្បាយចិត្តណាស់រៀមនួនបងស្រឡាញ់អូនណាស់ទីបំផុតបងមានកូននឹងគេហើយចាបងមានអ្នកស្នងត្រកូលហើយគឺពិតហើយពិតជាដំណឹងដ៏សែនល្អណាស់តែក្តីរីករាយនេះមិនយូរទេមើលចុះរៀមនួនបានក្អកខ្លាំងណាស់បងសេដ្ឋីអូនចុកណាស់អូយចុកណាស់អូយយ៉ាងមិនទៅហើយតើអូនកើតអីត្រេនទៅហៅពេទ្យមកមិនក៏បែបនេះមើលចុះប្អូនគួតឈាមច្រើនណាស់ថ្ងៃនោះពេទ្យពិនិត្យហើយក៏បានសម្គាល់ថា
រៀមនួនបានរលូតកូនបាត់ទៅហើយ បងមិនប៉ាត់ទេមែនទេមិនក៏កូនយើងអាយុខ្លីម្លេះកូនយើងមិនរលូតទេមែនទេបងនិយាយមក អូនសម្លាញ់កាត់ចិត្តទៅពួកយើងមុខជាមានកូនទៀតមិនខានទីកុំយំអីណា មើលចុះអូនរៀមនួនដូចជាលំបាកហើយអូនកាត់ចិត្តទៅណាមិនអញ្ចឹងទេប៉ះពាល់សុខភាពមិនខានទេ រៀមនួនថ្ងៃនោះខឹងណាស់នាងមើលមុខសេដ្ឋីនីហើយក៏បានដឹងនិងបាននិយាយថា ខ្ញុំដឹងហើយគឺបងសថីបងសម្រាប់សិនទៅចំណែករៀមអូនគួរតែសម្រាប់ដែរទៅ បើអញ្ចឹងបងទៅសម្រាប់ហើយបងផ្ញើអូនរៀមនួនផងណា បងសថីបងកុំតាន់ទៅអូនចង់និយាយថា គ្រាន់តែសេដ្ឋីដើរចេញហ៊ូសេដ្ឋីនីក៏បានពោលថា អូនចង់និយាយថាសថីនេះបំពុលអូនព្រះហើយតើនាងចង់និយាយបែបនេះមែនទេស្រីល្ងងមានន័យថានេះជាការពិតមែនទេចាពិតហើយយើងពិតជាបានបំពុលមែនតើនាងចង់ធ្វើស្អីដែរនាងពិតជាមានឈាមត្រជាក់ណាស់នេះណែអូយឈឺណាស់ខ្ញុំឈឺណាស់នាងចេះឈឺដែរមែនទេព្រះហើយនាងដឹងទេការដែលនាងយកប្តីយើងនេះយើងឈឺជាងនាងរាប់រយដងឯណោះណាតែនាងឯងចាស់ហើយនាងឯងមុខក៏ជ្រួញនាងហួងហែងប្តីធ្វើអីទៅនាងគិតតែមើលតើស្រីឯណាដែលថាមិនស្រឡាញ់ប្តីនោះមិនក៏នាងនិយាយមកធ្វើមើលតែខ្លួនឯងជាសត្វដេរឆានយ៉ាងនេះនាងជេរយើងមែនទេស្រីកំណាចយើងមិនត្រឹមតែជេរទេតែបំពុលផងដែរនាងឆាប់ផឹកទៅឯងចង់ធ្វើអីកុំចោលមកណាមើលសភាពចុះដែលឈឺកម្លាំងក៏គ្មានចំណែកយើងមានកម្លាំងពេញព្រៀបតើឯងអាចកិច្ចរួចដែរទេកុំអីជួយផងគ្មានអ្នកណាឮទេពេលនេះមានតែយើងពីរនាក់ទេប្អូនស្រីក្រែងឯងឈឺមែនទេចាំខ្ញុំបញ្ចុកថ្នាំឯងចុះអត់ទេកុំចោលមកកុំអីនាងរៀមនួនមិនអាចប្រកែកបានទេហេតុថានាងឈឺគ្មានកម្លាំងសេដ្ឋីនីក៏អាចបញ្ច្រកថ្នាំបានសម្រេច ឯងអាក្រក់ណាស់ចាំមើលចុះយើងសុំសច្ចាកើតជាតិណាយើងនឹងចងពៀឯងគ្រប់ជាតិយើងក៏ដូចគ្នាដែរមិនថាជាតិនេះឬជាតិណាយើងនឹងតាមចងកម្មពៀនាងឯងជារៀងរហូតចាំតែមើលចុះនាងរៀមនួនថ្នាំពុលចាប់ផ្ដើមជ្រាបម្ដងបន្តិចហើយនាងក៏ចាប់ផ្ដើមវេទនាម្ដងបន្តិចដូចគ្នាចុងក្រោយរៀមនួនក៏ស្លាប់បាត់ទៅ សំមុខហើយចាំទុកផងនេះហើយលទ្ធផលឲ្យតែប្រហើនយើងមិនទុកទេ ថ្ងៃនោះដែរលោកសេដ្ឋីក៏បានដឹងនិងបានស្ដាប់ឮពីទង្វើរបស់សេដ្ឋីនីទាំងអស់គាត់ចូលមកព្រមទាំងនិយាយទាំងឈឺចាប់ថាអូនលំអងអូនជាមនុស្សល្អណាស់បងមិនចង់ជឿសោះមិនក៏អូនប្រែជាសាហាវខូខើយ៉ាងនេះទៅវិញ បងសថីមិនដូចបងបានឃើញទេណាវាមិនដូចការគិតរបស់បងទេណាអាត្រេនចាប់សេដ្ឋីនីទៅប្រហារជីវិតព្រោះនាងមានទោសពីបទសម្លាប់ក្មេងក្នុងផ្ទៃនិងម្ដាយដែលកំពុងពោពុះផងដែរអត់ទេកុំចាប់ខ្ញុំទៅឃុំអីកុំចាប់ខ្ញុំទៅឃុំនៅសាលាឃុំអីខ្ញុំសុំណាបងសថីមេត្តាខ្ញុំផងចេញទៅយើងមិនចង់ឃើញមុខមនុស្សដែលកាយសាហាវដូចជានាងនោះទេលោកសេដ្ឋីខឹងណាស់កាលនោះលោកក៏បញ្ជូនសេដ្ឋីនីទៅកាន់សាលាក្តីហើយសេដ្ឋីនីក៏ជាប់គុកនិងមានជំងឺឈឺស្លាប់ក្នុងគ្រានោះទៅនៅផ្ទះសេដ្ឋីនឹកដល់រឿងនោះពិតជាពិបាកទទួលយកណាស់មិនគួរណាមានរឿងបែបនេះមកលើខ្ញុំសោះច្រើនឆ្នាំមកនេះលោកសេដ្ឋីនៅមិនទាន់កាត់ចិត្តបានទៀតមែនទេយើងគ្រាន់តែមិននឹកស្មានប៉ុណ្ណោះតែនៅហើយចុះត្រេនជួយនិមន្តព្រះសង្ឃផងយើងចង់ធ្វើបុណ្យជូនពួកគេម្ដងបាទទៀនវេលាកន្លងទៅរៀមនួនក៏បានកើតជាបងប្អូននឹងគ្នាជាមួយនឹងសេដ្ឋីនីដោយសេដ្ឋីនីមានឈ្មោះថាលំអងចំណែកឯរៀមនួនមានឈ្មោះថារំចង់នៅផ្ទះមីងរំជែក
អេមិនក៏លបងមកទីនេះ ម៉ែវាខ្ញុំគិតថាកូនយើងគួរតែបានជួបគ្នាខ្លះផងទៅមិនគួរណាឲ្យរស់នៅបែកគ្នាអញ្ចឹងរហូតនោះទេ ឲ្យជួបគ្នាយ៉ាងម៉េចទៅបើកើតទៅនៅក្មេងឆ្លោះគ្នារាល់ថ្ងៃឆ្លោះម្ដងណាសឹងតែកាប់សម្លាប់គ្នាទៅហើយ នោះជារឿងនៅពីក្មេងតែពេលនេះវ័យពួកគេធំល្មមការហើយណាពួកគេមិនឆ្លោះគ្នាទៀតទេ តែពុកវាខ្ញុំសុកចិត្តរស់នៅបែកគ្នាពីពុកវាឯងក៏ព្រោះតែមិនចង់ឃើញពួកគេឆ្លោះគ្នាដឹងទេពួកគេវាយតប់គ្នាដូចជាសត្រូវពីកាលណាអញ្ចឹង ជាគំនុំអតីតជាតិមែនឬមិនមែនមិនសំខាន់ទេតែដូចខ្ញុំនិយាយអញ្ចឹងពួកគេធំហើយមិនអាចឆ្លោះគ្នាទៀតទេ កុំនិយាយច្រើនទៅវិញទៅឲ្យលឿនឡើងឆាប់ទៅ ម៉ែវាឬក៏ពួកយើងត្រូវរស់បែកបាក់ប្តីប្រពន្ធកូនរហូតទៅអញ្ចឹងមែនទេកំពុងតែនិយាយគ្នារឿងនេះពួកគាត់ក៏បានឮសំឡេងលំអងនិងរំចង់កំពុងតែទាស់តែងគ្នាក្បែរចំការជាប់មាត់ទឹក នេះជាចែកម៉ែដាំជាមួយខ្ញុំទេខ្ញុំមិនឲ្យឯងមកបេះឆៃឡើយតែខ្ញុំចង់បេះនាងចង់វាយយើងឬក៏យ៉ាងម៉េចហ៎ចេញទៅតិចថាមិនបានប្រាប់យើងកុំយូរហើយនាងឯងងាប់ទៅនាងលំអងបើខ្លាំងចូលមក ទាំងពីរនាក់សុទ្ធតែមានគំនុំខឹងស្អប់រៀងខ្លួនហេតុដូច្នេះពួកគេក៏វាយគ្នាចុះឡើងមិនឈប់នោះទេ អើយកូនណាឈប់ទៅម៉ែពិបាកទទួលយកណាស់អូយម៉ែចុកទ្រូងណាស់អូយអាយអូយ កូនណាកូនកុំឆ្លោះគ្នាអីបានទេ អើយពុកវាឃើញទេកូនណាចង់សម្លាប់គ្នាទៀតហើយពុកវាបបែកកូនផងខ្ញុំពិបាកក្នុងទ្រូងណាពុកវា ម៉ែវាម្ដាយក៏ដួលឲ្យពុកក៏ស្ទុះគ្រាឡើងចំណែកកូនមិនខ្វល់ទីពួកគេដឹងត្រឹមថាវាយតប់គ្នាប៉ុណ្ណោះចុងក្រោយពួកគេក៏ធ្លាក់ទឹកលង់ស្លាប់ទាំងសងក្នុងគ្រានោះទៅកូនស្រីពុទ្ធោកូនស្រីពុក អើយកូនហើយកូនពុកវាមើលចុះកូនយើងទឹកគួចទៅហើយពុកវា ប្តីប្រពន្ធពិបាកចិត្តណាស់តែនេះជាកម្មកំណត់អស់ហើយកាលគ្រានោះសេដ្ឋីនីលំអងក៏កើតជាក្អែកបន្តចំណែកនាងរៀមនួនក៏កើតជាកុកផងដែរនៅលើចុងប្រេងខ្យល់ ណែនាងស្បែកក្រើមនាងថោកទាបណាស់នាងអាក្រក់ណាស់មិនក៏ស៊ីកូនយើងអញ្ចឹងណែនាងកុកនាងក៏ដកភ្នែកលៀនមិនក៏មកចន់យើងចឹងនេះតាមពិតនាងចាំមកករឿងតាស៊ីកូនយើងលើកទី1យើងមិនថាទេតែម្ដងនេះនាងហួសហេតុពេកហើយចាំមើលណាយើងនឹងចាក់នាងឲ្យឈាមក្បាលតែម្ដងយើងដឹងពីគោលបំណងរបស់ឯងហើយតាមពិតឯងចង់មានរឿងតាណែបើខ្លាំងចូលមកវើយ សត្វទាំងពីរទាស់គ្នារហូតមិនមានលុះពេលទេហើយលើកនេះគឺខ្លាំងជាងលើកណាទាំងអស់ ងាប់ទៅនាងក្អែកងាប់ទៅអើយ សត្វទាំងពីរចឹកគ្នាច្រាស់គ្នារហូតមានរបួសរៀងខ្លួននិងបានធ្លាក់ទៅលើដីជាមួយដង្ហើមដែលនៅតិចយើងមិនលើកលែងឯងទេយើងក៏មិនលើកលែងឲ្យឯងដែរ ជួនគ្នានោះព្រះសង្ឃមួយអង្គក៏បាននិមន្តមកដល់និងបានមានសង្ឃដីកាថាញោមទាំងពីរឈប់ឆ្លោះគ្នាទៅញោមឆ្លោះគ្នាច្រើនជាតិហើយណា មិនតាក់ទងនឹងលោកសង្ឃទេចេញទៅឆាប់និមន្តចេញទៅ អាត្មាដឹងថាញោមទាំងពីរមានគំនុំជាតិមុនដោយសារអាត្មាបើបែបនោះដើម្បីជាការសងវិញអាត្មានឹងលះបង់ជីវិតជួយញោមទៅចុះ មែនទេអីក៏មហិមានម្លេះបានទោះថាខ្ញុំកណាមិនចាំជាតិតែបើបដិជគុណលះបង់ជីវិតដើម្បីមែនកណានឹងឈប់ខឹងនាងកុកទៅចុះមែនណាកណាក៏ដូចគ្នាបើខ្លាំងសម្រាប់ខ្លួនធ្វើជាអាហារខ្ញុំកណាទៅកណានឹងអហោសកម្មឲ្យគ្នាទៅវិញទៅមក ពិតហើយសូមកុំមានគំនុំនឹងគ្នាអីអោទេវតាអើយត្បិតថាកូនចៅស្ម័គ្រសងបាបហើយសូមទ្រង់មេត្តាចាត់ចែងវាសនាតាមនេះចុះមានសង្ឃដីកាហើយព្រះសង្ឃក៏លះបង់ជីវិតនៅនឹងមុខសត្វទាំងពីរពិតមែន
ពិតជាហ៊ានលះបង់មែនទេបានដើម្បីជាការគោរពសន្យាខ្ញុំសូមអហោសកម្មឲ្យគ្រប់គ្នាផងចុះខ្ញុំក៏ដូចគ្នាដែរ ស្រែកចំណងងងឹតហើយពន្លឺក៏ភ្លឺហើយកុកនឹងក្អែកក៏ស្លាប់រួចទៅកើតនាទីដ៏សមគួរតាមកម្លាំងបុណ្យបាបចំណែកព្រះសង្ឃក៏បានទៅកើតនាទីដ៏សមគួរលែងជំពាក់កម្មគ្នាទៀតដែរ